នាងខ្ញុំឈ្មោះសន្តិសាវលីតំណាងឲ្យក្រុម KP2411 សូមជំរាបសួរដល់អ្នកទាំងអស់គ្នាក្រុមរបស់យើងខ្ញុំគឺបានមកពីមហាវិទ្យាល័យសិក្សានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយពួកយើងគឺបានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងអត្ថបទស្រាវជ្រាវ Kinal Prize ឆ្នាំ2024ក្រុមរបស់យើងគឺទទួលបានជ័យលាភីលេខ2នៅក្រោមប្រធានបទអត្ថបទស្រាវជ្រាវគឺការសិក្សាបែប Ethnobotanical លើសក្តានុពលនៃផ្លែញទៅលើសុខភាពប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបនៅថ្ងៃនេះដែរគឺក្រុមរបស់យើងខ្ញុំគឺចង់ចែករំលែកទៅលើបទពិសោធន៍មួយចំនួននៅពេលដែលពួកយើងបានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែង Kinal Prize ដល់អ្នកទាំងអស់គ្នាកត្តាជំរុញដែលធ្វើឲ្យពួកយើងសម្រេចចិត្តដាក់ពាក្យចូលទៅក្នុងការប្រឡងគឺដើម្បីសិក្សាអំពីបទពិសោធន៍ថ្មីៗក្នុងកិច្ចការងារ research ពង្រឹងជំនាញរបស់ខ្លួនឯងនៅក្នុងការដោះស្រាយបញ្ហាចង់ផ្ដល់ឱកាសឲ្យខ្លួនឯងសាកល្បងនៃចំណេះដឹងដែលខ្លួនមានចូលទៅក្នុងការប្រឡងមុនពេលដាក់ពាក្យប្រឡងពួកយើងក៏មានកង្វល់ខ្លះៗផងដែរទាក់ទងទៅនឹងពេលវេលាដោយសារតែពួកយើងគឺជានិស្សិតឆ្នាំទី5ជានិស្សិតបញ្ចប់ការសិក្សាដូច្នេះមានការមមាញឹកច្រើនតាក់ទងទៅនឹងការរៀននិងការប្រឡងតែទោះជាយ៉ាងណាក៏ដោយក៏ពួកយើងខិតខំលៃលកនៅពេលវេលាធ្វើយ៉ាងណាដើម្បីចូលរួមក្នុងការប្រឡងនេះឲ្យបាននាងខ្ញុំជាអតីតបេក្ខភាពដែលបានចូលរួមប្រឡង Kinal Prize កាលពីឆ្នាំមុនហើយក៏ជាបេក្ខភាពវិលត្រឡប់មកវិញនៅក្នុងឆ្នាំ2024នេះផងដែរបទពិសោធន៍ដែលទទួលបានកាលពីឆ្នាំមុនឆ្លុះបញ្ចាំងពីចំណុចខ្វះខាតដែលយើងមានបូកផ្សំជាមួយនឹងការត្រៀមខ្លួនរួចរាល់ទាំងនេះហើយជាមូលហេតុចម្បងដែលធ្វើឲ្យនាងខ្ញុំសម្រេចចិត្តចុះឈ្មោះចូលរួមប្រឡងម្ដងទៀតសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះយ៉ាណាជាសមាជិកមួយនៃក្រុមដែលទទួលបានជ័យលាភីលេខ2នៅក្នុងកម្មវិធីប្រកួតពានរង្វាន់អត្ថបទស្រាវជ្រាវ Kinal នៅក្នុងឆ្នាំ2024ពេលនៃការធ្វើការស្រាវជ្រាវនេះក្រុមរបស់យើងខ្ញុំបានទទួលបាននូវចំណេះដឹងថ្មីៗក៏ដូចជាការសិក្សារៀនសូត្រថ្មីៗដែលពួកយើងអាចធ្លាប់ទទួលបានពីមុនមកហើយក្នុងពេលជាមួយគ្នាក៏ពួកយើងជួបប្រទះជាកត្តាលំបាកនិងកត្តាប្រឈមមួយចំនួនដែលនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងចូលរួមចែករំលែកបទពិសោធន៍នេះសម្រាប់ចំណុចទី1ដែលយើងយកឃើញថាជាផលលំបាកកំឡុងពេលនៃការធ្វើ research នេះគឺតកតងជាមួយនឹង proposal submission stage ដែលមុននឹងពួកយើងសរសេរចេញជា proposal writing មួយគឺពួកយើងចំណាយពេលជាច្រើនក្នុងការអានទៅលើអត្ថបទស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលចេញចាស់ៗតកតងជាមួយនឹង topic ធំរបស់ពួកយើងហើយដូចគ្នាក៏ពួកយើងបានធ្វើការងារជាក្រុមនិងចំណាយពេលជាច្រើនដើម្បីពិភាក្សាស្វែងរកជា objective និង research methodology ដែលសមស្របសម្រាប់ការធ្វើ research របស់យើងដោយសារតែយើងចង់ឲ្យអត្ថបទស្រាវជ្រាវរបស់យើងសរសេរចេញមកមានអត្ថប្រយោជន៍អត្ថន័យខ្លឹមសារនិងចំណេះដឹងថ្មីៗសម្រាប់ប្រជាជនយើងក៏ដូចជាសម្រាប់ដែលតកតងជាមួយនឹងវិទ្យាសាស្ត្របែបបុរាណនេះដោយសារតែ topic ធំរបស់យើងក៏មានតកតងជាមួយនឹងរុក្ខជាតិឱសថបុរាណដូចគ្នាសម្រាប់ចំណុចទី2ដែលក្រុមរបស់យើងខ្ញុំយកឃើញថាជាកត្តាលំបាកកំឡុងពេលយើងធ្វើ research ហ្នឹងគឺនៅពេលដែលយើងចុះទៅដល់កទីតាំងដែលយើងត្រូវ collect data គឺនៅក្នុងភូមិព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបដែលនៅទីនោះប្រជាជនគឺគាត់មិនសូវបានយល់ដឹងច្បាស់តកតងជាមួយនឹងការធ្វើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រដូចនេះទេអញ្ចឹងគឺយើងត្រូវចំណាយពេលច្រើនក្នុងការបញ្យល់ប្រាប់គាត់ជាភាសាទូទៅធម្មតាដើម្បីឲ្យគាត់យល់ពីគោលបំណងនិងខ្លឹមសារនៃការធ្វើការសិក្សាស្រាវជ្រាវរបស់យើងនេះដើម្បីឲ្យពួកគាត់ជឿទុកចិត្តមកយើងនិងអាចផ្ដល់ព័ត៌មានឬក៏ទិន្នន័យដែលចាំបាច់និងមានអត្ថប្រយោជន៍សម្រាប់ការធ្វើការសិក្សាស្រាវជ្រាវរបស់យើងនេះសម្រាប់ចំណុចទី3ដែលយើងយកឃើញថាជាភាពលំបាកឬក៏កត្តាប្រឈមក្នុងពេលនៃការធ្វើ research នោះគឺការសរសេរជា research finding ឬក៏ research report ក្រោយពីពួកយើងទទួលបានទិន្នន័យឬក៏ data ដែលយើង collect ពីភូមិព្រះដាក់នឹងដូចគ្នាគឺពួកយើងត្រូវរៀបចំ data ហ្នឹងទៅជាលេខឬក៏ជាភាគរយបន្ទាប់មកទៀតធ្វើការរៀបចំវាចូលទៅក្នុងក្រុមនីមួយៗមកទៀតគឺយើងធ្វើការ analyze ទៅលើ data ដែលយើងទទួលបានហ្នឹងហើយធ្វើការ compare ជាមួយនឹង reference ដែលយើងមានជាចុងក្រោយសម្រាប់ដំណើរនៃការធ្វើការស្រាវជ្រាវនេះកំឡុងពេលជាមួយគ្នាយើងទទួលបានទាំងការសិក្សាហើយក៏ដូចជាជួបប្រទះជាមួយនឹងបញ្ហាលំបាកដូចគ្នាប៉ុន្តែខ្ញុំយកឃើញថាការចូលរួមនេះបានផ្ដល់ជាបទពិសោធន៍ការបណ្ដុះគំនិតការទទួលបានចំណេះដឹងថ្មីជួយអភិវឌ្ឍខ្លួនរបស់យើងទៅមុខទៀតហើយបើសិនជាអ្នកនរគ្នាមានចំណង់ចំណូលចិត្តក្នុងការធ្វើការសិក្សាស្រាវជ្រាវកុំខ្លាចអីនឹងការជួបប្រទះជាមួយនឹងការលំបាកក្រោយពីចាក់កម្មវិធី Kinal Prize នៅក្នុងឆ្នាំ2024នេះមកក្រុមរបស់យើងខ្ញុំគឺមានចំណាប់អារម្មណ៍ថាបទពិសោធន៍នេះគឺលើសពីការប្រឡងប្រជែងទៅទៀតដែលយើងមិនត្រឹមតែបានបង្ហាញពីសមត្ថភាពរបស់ខ្លួនតែប៉ុណ្ណោះទេប៉ុន្តែយើងបានរៀនពីការងារជាក្រុមការដោះស្រាយបញ្ហានិងការធ្វើទំនាក់ទំនងជាមួយនឹងអ្នកដទៃផងដែរយើងបានយល់ឃើញថាភាពជោគជ័យគឺមិនកំណត់ទៅលើតែលទ្ធផលតែប៉ុណ្ណោះទេប៉ុន្តែការផ្សាយតាក់ទងជាមួយនឹងអ្នកដទៃគឺបានផ្ដល់នូវជាបទពិសោធន៍ថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងមុនផងដែរម្យ៉ាងវិញទៀតក្រុមរបស់យើងខ្ញុំគឺបានរៀនពីចំណុចខ្សោយរបស់ខ្លួននិងកែលម្អវាភ្លាមៗក្នុងកំឡុងពេលប្រកួត
ក្រៅពីចំណេះដឹងដែលយើងបានរៀនពីសាលាមក Kina Pride គឺបានផ្ដល់នូវបទពិសោធន៍ដ៏ល្អជាច្រើនដូចជាគេឲ្យយើងចេះបែងចែកតួនាទីលើខ្លួនឯងនិងគោរពទៅតាមសមត្ថភាពជំនាញរបស់សមាជិកក្រុមនីមួយៗតាមរយៈការប្រកួតនេះខ្ញុំបានយល់ឃើញពីសារៈសំខាន់នៃការសម្រេចចិត្តភ្លាមៗក្នុងកំឡុងពេលដ៏តានតឹងមួយកំឡុងពេលប្រកួតនិងឆ្នៃវាឲ្យកាន់តែល្អប្រសើរឡើងនឹងការរៀនចេះទទួលយកមតិយោបល់របស់មិត្តរួមក្រុមដែលជាការបំផុសគំនិតដ៏ល្អដើម្បីឲ្យក្រុមនឹងរីកចម្រើនទៅមុខបានយ៉ាងលឿនដូច្នេះហើយខ្ញុំសូមអរគុណដល់ Kina Pride ដែលបានផ្ដល់នូវឱកាសមួយនេះដើម្បីឲ្យយើងអាចយកបទពិសោធន៍នេះមកអភិវឌ្ឍខ្លួនឯងនិងសង្គមជាតិទៅមុខផងដែរសូមអរគុណ ជាចុងក្រោយពួកបងមានជាសារផ្ញើជូនទៅកាន់បងប្អូនចំនួនក្រោយទាំងអស់គ្នាពួកបងលើកទឹកចិត្តឲ្យបងប្អូនគួរតែចូលរួមសាកល្បងក្នុងការប្រឡងនេះបើសិនជាបងប្អូនទទួលបានជោគជ័យវាគឺជាកាដូមួយដ៏ពិសេសសម្រាប់ខ្លួនយើងក្នុងកំឡុងពេលយើងសិក្សាថ្នាក់បញ្ញាបត្រនេះតែបើសិនជាយើងមិនទទួលបានជោគជ័យទេយើងក៏ទទួលបាននូវបទពិសោធន៍ល្អៗចំណេះដឹងថ្មីៗសម្រាប់ខ្លួនយើងផងដែរតែបងប្អូនត្រូវចាំថាបើសិនជាយើងមិនទាន់បានសាកល្បងទេយើងមិនដឹងថាយើងនេះអាចធ្វើបានឬក៏ធ្វើមិនបានពួកបងសង្ឃឹមថានឹងឃើញឈ្មោះបងប្អូនចូលរួមក្នុងការប្រឡង Kina Pride ក្នុងឆ្នាំ2025នេះទាំងអស់គ្នា